bà mất phép nhiều mình nè cái còn bàn che lùi chừng $50 bà ở khi tinh côn chơi đầm bay đã làm on được nung vọt đầm bay ọpไปที่บนโจชนำขมายจังนะបងប្អូននេះខ្ញុំធ្វើការដាក់រូបគាត់នៅលើនេះបាទបាននិយាយទៅចិត្តល្អខ្លាំងមែនតើបាទឲ្យតែថាសុំឲ្យតែថាមានកម្មវិធីឲ្យថារៀបចំនេះរៀបចំនោះជាសម្បត្តិរួមសម្បត្តិជាសមោហភាពនៅក្នុងសហគមន៍អញ្ចឹងគឺគាត់តែងតែជួយឧបត្ថម្ភបងប្អូនមិនថាតែទិញកូនឈើឬក៏ឧបត្ថម្ភអីផ្សេងយល់ទៅឮថាឆ្នាំហ្នឹងគឺគាត់ឧបត្ថម្ភច្រើនមែនតើក្នុងការរៀបចំជាសង្ក្រាននៅក្នុងវត្តសេរីវង្សារាមយើងណាបងប្អូនម្ចាស់ជំនួយគេរៀងស្ងាត់ហើយមិនតែឯងអ្នកគ្រាន់តែទៅទិញកូនឈើឲ្យគេហ្នឹងដូចចេញមុខចេញមាត់សបើហ្នឹងណាទេនៅក្នុងវីដេអូនេះខ្ញុំមិនបានចង់បានមុខមាត់អីទេគ្រាន់តែចង់ថ្លែងអំណរគុណគាត់ចឹងណាដែលគាត់តែងតែជួយសហគមន៍យើងបងប្អូនចំពោះរុក្ខជាតិដែលខ្ញុំកំពុងតែបង្ហាញនេះគឺយើងអាចដាក់ដាំបន្តទៀតបានណាបងប្អូនមិនថាដាក់តាំងលម្អហើយយើងបោះចោលអត់មានប្រយោជន៍ទេរុក្ខជាតិមួយនេះដល់ពេលដែលចប់ចូលឆ្នាំហើយអាចយកទៅដាំបានបន្តទៀតបាទអត់អាចចោលបានទេគឺថ្លៃដែរបងប្អូនមកគុំដូចជាតម្លៃ14000បាទមកគុំវាអញ្ចឹងសោះបងប្អូនវត្តចំបក់ជ្រុំឆ្នាំនេះគឺមានការរៀបចំស្អាតដែរបងប្អូនដោយសារតែមានការឧបត្ថម្ភពីសប្បុរសជនច្រើនតែក្នុងនិងក្រៅប្រទេសបាទមានច្រើនមែនទែនអ្នកខ្លះក៏ចូលច្រើនអ្នកខ្លះក៏ចូលតិចតាមធនធានតាមលទ្ធភាពបាទអរគុណខ្លាំងមែនទែនដែលបានជួយវត្តយើងបាទអញ្ចឹងឆ្នាំនេះដែរបើសិនជាអ្នកគ្នាចង់ជួបអាយដល់ពូនិចបាទអាចមកលេងវត្តចំបក់ជ្រុំបានបាទប៉ុន្តែខ្ញុំអត់សូវទៅទេថ្ងៃប្រហែលទៅយប់អញ្ចឹងបើចង់ឃើញអាយដល់រំរែកបែកញើសក៏ខ្លះអីលាលាតែអីបងប្អូនអាចមកបានបាទប្រាប់ជារឿយថាខ្ញុំចូលចិត្តទៅចាញ់ឡងពេលយប់នឹងឯងបងប្អូនគាត់ថាចូលឆ្នាំខ្ញុំអត់បានធ្វើអីហូបទេប្រហែលជាខ្ញុំត្រូវដើរលេងសប្បាយហើយរំរែកតែប៉ុណ្្នឹងចង់ប្រាប់ថា admin ហ្នឹងអាយុ30ជាងហើយបើមុខក៏40តែបើចរិតវិញនៅតែ18នៅឡើយបងប្អូននៅចូលចិត្តការសប្បាយការរំរែកនៅឡើយទេអញ្ចឹងបញ្ជាក់ម្ដងហើយម្ដងទៀតបើសិនជាចង់ជួបអាយដល់ពូនិចចូលឆ្នាំហ្នឹងកុំភ្លេចមកលេងវត្តសេរីវង្សារាមទាំងអស់គ្នាបាទតាមតែខ្ញុំបានលើលហៀងមកវត្តចំបក់ជ្រុំយើងឆ្នាំនេះគឺថាមានការរៀបចំលេងល្បែងប្រជាប្រិយច្រើនមុខច្រើនប្រភេទហើយគឺមានការបាញ់ទឹកទៀតបងប្អូនឮថាជួលឡានបាញ់ទឹកមកបានទៀតអានេះវាអត់ទាន់ច្បាស់100%ណាចាំអត់មើលទាំងអស់គ្នាហើយបើចំពោះខ្ញុំអត់បាននៅជួយរៀបចំគេទេបងប្អូនគាត់នៅជួយឧបត្ថម្ភជាថវិកាខ្លះហើយនឹងជួយទិញកូនឈើដែលមិត្តភក្តិខ្ញុំពឹងឲ្យទិញនឹងឯងបងប្អូនហើយចាប់ពីនឹងទៅគឺខ្ញុំត្រូវឡើងមកចកាវិញហើយរងចាំដល់ថ្ងៃចូលឆ្នាំគឺបានត្រឡប់ទៅវិញដើម្បីចូលរួមលេងល្បែងប្រជាប្រិយនិងរាំលេងសប្បាយពេលរាត្រីជាមួយគ្នាអញ្ចឹងភារកិច្ចរបស់ខ្ញុំមានតែប៉ុណ្្នឹងឯណាគាត់តែយកកូនឈើហើយយកទៅជូនតាអាចារ្យតែប៉ុណ្្នឹងហើយគាត់រៀបចំធ្វើអីទៀតខ្ញុំអត់ដឹងដែរទេបងប្អូនស្រេចតែគាត់រៀបចំអញ្ចឹងណាដាក់តាំងលម្អកន្លែងណាកន្លែងណីស្រេចតែពួកគាត់ចង់អញ្ចឹងទៅយើងបានតែជូនគាត់ហើយគឺហើយពេលចាប់កម្មវិធីរុក្ខជាតិទាំងអស់នេះគឺអាចយកទៅដាំលម្អនៅក្នុងវត្តបានទៀតបងប្អូនដូចទាំងអស់គ្នាបានឃើញអញ្ចឹងនៅក្នុងវត្តសេរីវង្សារាមយើងគឺមានការរៀបចំតាំងពីកន្លះខែមុនបងប្អូនការរៀបចំទាំងអស់នេះតដល់ថ្ងៃចូលឆ្នាំមែនតែនផងបាទគឺថាស្អាតប្លែកប៉ុណ្ណឹងទៅហើយទ្រាំដល់ថ្ងៃចូលឆ្នាំមែនតែនទៀតគឺថាប្លែកសាហាវប៉ុណ្ណាទៀតទាំងអស់គ្នាចាំអត់មើលអញ្ចឹងនៅក្នុងវីដេអូនេះដែរខ្ញុំសូមថ្លែងអំណរគុណជាពិសេសបាទចំពោះតាបេងស៊ីងកលបាទដែលបានទិញកូនឈើយល់ទៅមិនមែនថាតាបេងទេឲ្យថាអ្នកបានជួយឧបត្ថម្ភទាំងឡាយទាំងអស់គ្នាទាំងកម្លាំងកាយទាំងកម្លាំងចិត្តនិងសទ្ធាបាទសង្ឃឹមថាទេវតាឆ្នាំថ្មីជួយបីបាច់ថែរក្សាខ្ញុំអត់សូវចេះឲ្យពរច្រើនទេប៉ុណ្ណឹងបានហើយអរគុណ